ការប្រកួតក្លាស៊ីកូបានមកជួបគ្នាវិញហើយបាទរវាងអ្នកមានបនបាសេឡូណាត្រូវជួបជាមួយនឹងអាត្លេតិករៀលម៉ាឌ្រីតសម្រាប់ការប្រកួតនេះនឹងលេងនៅថ្ងៃទី10រំលងអាត្លេតិកចូលថ្ងៃទី11ដឹងតែក៏ក្រាកហើយក៏ជាការប្រកួតដែលបងប្អូនទន្ទឹងរង់ចាំផងដែរការប្រកួតនេះគឺជាការប្រកួតស៊ីស័យហត់ឈាមហើយបើសិនជាបាសេឡូណាឈ្នះក្នុងការប្រកួតមួយនេះគឺគេលើកពីឡាលីកាអូតូតែម្ដងគឺលើកមុនពេលកំណត់ដោយសារតែបាសេឡូណាពេលនេះមានដល់ទៅ88ពិន្ទុឈ្នះដាច់រៀលម៉ាឌ្រីតដល់ទៅ11ពិន្ទុសម្រាប់រៀលម៉ាឌ្រីតមានត្រឹមតែ77ពិន្ទុតែប៉ុណ្ណោះបើសិនគេឈ្នះមួយប្រកួតទៀតគឺស្មើនឹង91ពិន្ទុគឺដាច់ឆ្ងាយហើយគឺគ្មានអ្នកណាអាចតាមទាន់ទេព្រោះអីសម្រាប់ការប្រកួតឡាលីកានេះមានតែ38ជុំតែប៉ុណ្ណោះហើយសម្រាប់សប្តាហ៍នេះគឺជុំទី35ហើយកុំភ្លេចរងចាំតាមដានទាំងអស់គ្នាជាមួយនឹងការប្រកួតដ៏សែនជក់ចិត្តរបស់ El Clasico fan របស់ Barcelona និង Real Madrid ដឹងតែខំទៅវិញដាក់គ្នាហើយសម្រាប់ការប្រកួតនេះដែរគឺ Rafinha ក៏គេជាដែរហើយ Lamine Yamal អាចនឹងជាតនការប្រកួតនេះផងដែរសម្រាប់ខាង Real Madrid គឺអត់មានអ្នករបួសទេសម្រាប់កីឡាករល្អក៏ដូចជា Bellingham Vinicius Junior Mbappe ដែលឈឺគឺ Rodri ប្រហែលជានៅតែមិនទាន់អាចត្រឡប់មកលេងបានទេក៏ប៉ុន្តែសម្រាប់ការប្រកួតនេះក៏នៅតែជួយចិត្តប្រួយពេញសាច់ពេញជើងដូចគ្នាបាទកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាពីខ្ញុំបាទ Admin BM Sport ផ្នែកងារកខ្មែរដែលតែងតែចែកជូនគូសុខដល់បងប្អូនជារៀងរាល់ថ្ងៃផងដែរបាទសូមអរគុណច្រើន